សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាំបងប្អូនមកមើលពីរបៀបធ្វើតារាងវត្តមានរបស់បុគ្គលិកយើងនៅតវិភាគមុនដែលយើងបានចង holiday រួចជាស្រេចក្នុងឆ្នាំ2021វាលូតចូលក្នុងតារាងវត្តមានអូតូពេលដែលយើងចុចផ្លាប់ក្នុងខែជាដំបូងយើងបង្កើត set ថ្មីមួយមកហើយយើងបង្កើតតារាងប្រហែល column នឹងចោលសិនទៅចាំយើងក្បោះជាយើងថែមទៀតយើងវាយក្បាលវាមកចាប់ផ្ដើមវាយក្បាលកន្លែងក្បាលនឹងដែរបងប្អូនចង់បានព័ត៌មានអីបងប្អូនអាចវាយតាមតម្រូវការងារទៅតាមការងារជាក់ស្ដែងរបស់បងប្អូនបានចឹងយើងវាយតាមនោះណាវាយរហូតដល់អស់តាមព័ត៌មានដែលបងប្អូនចង់បានហ្នឹងយើងវាយចឹងមកហើយយើងវាយអស់ហើយគឺយើងបង្កើតនៅ31កន្លងដើម្បីយើងដាក់ការបច្ឆេទយើងមើលការបច្ឆេទយើងធំជាងគេគឺថ្ងៃទី31អញ្ចឹងយើងបង្កើតកន្លងកណ្ដាលហ្នឹងគឺថ្ងៃទីឲ្យគ្រប់31កន្លងដើម្បីបានយើងផ្លាស់ក្នុងខែអូតូហើយនៅសល់ប្រហែលកន្លងនៅកតុយហ្នឹងគឺយើងទុកដើម្បីកណនីចំនួនម៉ោងធ្វើការចំនួនថែមម៉ោងជាដើមចឹងបងប្អូនមើលតាមហ្នឹងអូខេយើងរៀបចំទំហំដែលយើងចង់បានហើយកន្លែងកតុយនេះយើងវាយចំនួនថែមម៉ោងស្របនិងចំនួនធ្វើការស្របយើងវាយតាមហ្នឹងយើងវាយអស់យើងចង់បានអីយើងវាយហ្នឹងពេលយើងវាយហើយយើង set font ហ្នឹងយើងឆ្លាញ់ font ឲ្យយើងដាក់ font ហ្នឹងបានតោះមកស្រែកវាឲ្យចំកដាលចឹងទៅដើម្បីឲ្យវាស្អាតកន្លែងនេះខ្ញុំផ្លេចវាយឈ្មោះអញ្ចឹងយើង add column មួយទៀតយើងថែមឈ្មោះរបស់បុគ្គលិកកម្មករយើងព័ត៌មានប៉ុណ្ណឹងដែលខ្ញុំចង់បានព័ត៌មានប៉ុណ្ណឹងរួចរាល់ហើយបន្ទាប់មក
យើងចាប់ផ្ដើមសេរីក្នុងការបច្ឆេទក្នុងខែនីមួយៗជាដំបូងយើងឆ្លាញ់ក្បាលពីកន្លងចឹងមកយើងមើលគេចូលគ្នាយើងបង្កើតពីកន្លងពីដើមខែថ្ងៃមួយដល់ចុងខែដាច់ខែថ្ងៃទីប្រហែលយើងសេតប៉ុណ្ណឹងដើម្បីអូតទៅតាមខែមួយយើងបដាយហ្នឹងយើងវាយចឹងមកហើយពីក្បាលយើងបង្កើតបន្ត spin ដើម្បីឲ្យវាយើងផ្លាស់ប្ដូរខែអូតូបានអញ្ចឹងយើងធ្វើតាមហ្នឹងតោះមកយើងសេតបតងវាហ្នឹងយើងសេតចូលកន្លែង format ក្បាលលើយើងបាយលេខ1ដើម្បីវារត់ពីលេខ1តាមលេខ1 12ហើយយើងសេតប្រឡាស់ដែលយើងដាក់សេតតាមហ្នឹងមកបងប្អូនរួចហើយបន្ទាប់មកយើងចងវាចង formula វាវាយរូបមន្ត date តមកយើងវាយ2026ព្រោះយើងធ្វើក្នុងឆ្នាំ2026បន្ទាប់មកយើងចុចនៅកន្លែងដែលយើងចងប៊ូតុង spin មិញ select លើវាមកបន្ទាប់មក date គឺយើងវាយថ្ងៃលេខ1ព្រោះយើងផ្ដើមពីថ្ងៃទី1មកហើយយើង format វាយើងចង់បាន format វាមិនយើងអាចដាក់តាមអ្វីដែលបងប្អូនចង់បានបន្ទាប់មកយើងស្រែកទំហំវាមកប៉ុណ្ណឹងមកបងប្អូនហើយយក format ខាងនេះទៀតដូចគ្នាឲ្យវាចេញ ដូចគ្នាឲ្យស្អាតឥឡូវយើង test មើលអូខេអញ្ចឹងវា load ហើយវា load ដល់ខាងមួយហើយអូខេហើយចឹងបន្ទាប់មកយើងចងនៅចុងខែម្ដងអានេះយើងបិទវាចោលចឹងហើយយើងដាក់ពណ៌សមវា load បិទហើយយើងចងចុងខែយើងវាយ equal date តាមនោះចឹងវា load ខែមួយចុងខែដាច់ខែថ្ងៃ31វា load 31ដាច់ខែ30ទៅតាមខែមួយបន្តមកទៀតកន្លែងក្បាលនេះបងប្អូនចង់ដាក់វាមិនក្បាលណាលាងស្រែបតងពីនេះមួយទៀតមកស្រែកលមួយទៀតមកដើម្បីវាស្អាតជាងមុនអូខេយើងយកប៉ុណ្ណឹងមកយើងចងថ្ងៃមួយយើងសេពប្រមាណវិញបងប្អូនពីកន្លែងនេះយើងយកតែថ្ងៃទេអញ្ចឹងយើងសេប្រមាណវិញមកយើងយកតែថ្ងៃទេហើយយើងវាយ D ពីរដងវានឹងចេញថ្ងៃជាលេខឲ្យបងប្អូនតោះមកយើងចងថ្ងៃតាមតើចងតាមនោះបងប្អូនយកមកពីនេះបងចូលទៅតាមហើយយើងចុច F4 ដើម្បីបង្ងាប់ខាងលើហ្នឹងកុំឲ្យរត់ហើយយើងទាញទាំងអស់មកហើយយើងបានថ្ងៃក្នុងខែរបស់យើងតោះមកយើងចង់ជាថ្ងៃយើងឲ្យចេញជាអក្សរ Monday ដល់ Sunday អញ្ចឹងដែរណាបងប្អូនចង់តាមហ្នឹងហើយយើងដាក់ D យើងយកតែ date D 3ដងអញ្ចឹងវានឹងចេញ
Monday ដល់ Sunday អីចឹងហើយថ្ងៃណាត្រូវនឹងថ្ងៃណាថ្ងៃណាអីចឹងកន្លែងនេះយើងចង់ដាក់វាពេលនេះក៏បានឈរក៏បានតាមបងប្អូនចង់បានតាមបងប្អូនឆ្លាញ់ដាក់មិនក៏បានដែរអីទេកន្លែងនោះអូខេអញ្ចឹងត្រង់យើងមានប៉ុណ្ណឹងសិនដើម្បីកុំឲ្យវីដេអូវែងពេកសូមបងប្អូនតាមដានភាពពីនៅវីដេអូក្រោយអរគុណបងប្អូន